ตอนยังแตะตรงมาข้างหลังสมาร์ทเกมมาลงหนึ่งทัวร์การจองมาดอที่ตั้งกันไหลก็ให้เพลียมบ่ายังคือปัจจุบันออมเมนเตียนบ่าให้เลยตึกจัตดอกำลังสมาร์ทเกมบ่าเยอะมันทานในขนมรีตันนี้พนมปิ้งหรือมวยกับโนตามันดาไข่ตีบ่าในตามดาไข่โนตามดาปอกซีนั่นกูตายบ่าเวอร์แบบนี้คือปัจจุบันออมเมนเตียนบ่าหัวเลื่อนบ่าเตะตัวไม่ปอกมันเลิกเตะตัวอัตกาบ่าเตะตัวอัตกามเลิกเตะตัวไอ้ดอมสนองกาตัวนั้นบ่าเปรย์มาตัวเดียวในจุดไอ้เคยสมาร์ทเกมจองเมาเฉยนั่นเป็นเพย์เพย์ได้บ่เพย์ได้บ่าไม่เป็นเพย์ต้องมีเรื่องไอ้มันcái con mò chui dương đó bôngเป็นบ่าวคนเป็นเตียนบ่าวบองบ่าวโจรวมบ่าวบ่าខ្ញុំសមាជិកតំណាងមកពីអធិការឋាននគរបាលខណ្ឌកំពតបងណាអញ្ចឹងចុះមកនេះគឺសម្បត្តិលេខសម្រាប់ទំនាក់ទំនង hotline 24ម៉ោងពេលបងមានបញ្ហាអ្វីហ្នឹងដូចជាមានឃើញគ្រោះថ្នាក់ចរាចរណ៍មានអគ្គិភ័យកើតឡើងមានក្មេងទំនើងវាយកាប់ចាក់នៅក្បែរគោលដៅបងនេះឬមួយក៏បត់អំពើផ្សេងកើតឡើងគឺបងខលទំនាក់ទំនងរាយការណ៍មកសមាជិកដើម្បីសមាជិកចុះអន្តរាគមឲ្យបានតាន់ពេលវេលាបងណាសូមអធិស្ឋានសូមបិទឡើងនេះបងណាបាទសម្រាប់ស្រួលបងពេលមានបញ្ហាអីបងស្រួលមើលបាទអញ្ចឹងភ្លាមបងតាក់ទងទៅលេខសមាជិកមកគេចុះមកភ្លាមតែម្ដងបាទមានអារម្មណ៍ថាសប្បាយចិត្តបងហើយមានភាពកក់ក្ដៅបានបងសមាជិកគាត់ឃើញដែរហ្នឹងបងឃើញពីច្រើនក្មេងប្រហោះម៉ូតូផិតភ័យដែរតែពេលបានបងគាត់មកអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក៏ត្រជាក់ចិត្តដែរបាទឥឡូវគឺគាត់បានធ្វើការណែនាំហើយព្រោះនៅពេលដែលយើងឃើញហេតុការណ៍អីជាក់ស្ដែងបាទគឺយើងណាអាចតាក់ទងទៅកាន់កម្លាំងសមត្ថកិច្ចបាទហ្នឹងលោកនឹងចុះមកដល់ទីតាំងកន្លែងគាត់សួរទៅកាន់ប្រិមត្តទូតនិជនជាទីគោរពក្នុងគណៈវេលាយប់ថ្ងៃទី19ខែឧសភាឆ្នាំ2025ខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសេចក្តីរាយការណ៍ទៅសិនតាមបណ្ដោយផ្លូវជាតិលេខ3នៅក្នុងមូលដ្ឋានរបស់ទឹកដីខណ្ឌកំពតបន្តតែម្ដងគឺអាយដាមជួនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យលោកហុងពិសិដ្ឋដែលជាអធិការខណ្ឌកំពតបានធ្វើការចុះណែនាំនៅក្នុងការបិទ sticker scan QR code បាទក៏ដូចជាលេខ hotline នៅក្នុងការឲ្យប្រជាពលរដ្ឋនៅក្នុងការងាយស្រួលតំណាក់តំណងទៅកាន់កម្លាំងសមត្ថកិច្ចបាទនៅក្នុងមូលដ្ឋានរបស់លោកបន្តតែម្ដងនៅពេលដែលជួបហេតុការណ៍អាសកម្មផ្សេងក៏ដូចជាមានភ្លើងឆេះផ្ទះបាទចោលលួចចោលឆក់ចោលប្លន់ក្មេងទំនើបគ្រោះថ្នាក់ចរាចរណ៍ផ្សេងហ្នឹងធ្វើការតាក់ទងទៅកាន់កម្លាំងសមត្ថកិច្ចបាទអញ្ចឹងគឺមានលេខ hotline ក៏ដូចជាលេខអត្តការខណ្ឌនិងលេខមេប៉ុស្តិ៍ផ្សេងនៅក្នុងការតំណាក់តំណងដើម្បីឲ្យកម្លាំងសមត្ថកិច្ចចុះមកក្តោបសភាពការជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុតែម្ដងប្រិមត្តទូទាំងជនឥឡូវយើងក៏សូមទៅធ្វើការសម្ភាសហើយចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋទាំងអស់គ្នាប្រិមត្តទូទាំងជនបាទអញ្ចឹងខ្ញុំសមាជិកតំណាងមកពីអធិការឋាននគរបាលខណ្ឌកំពតបងណាអញ្ចឹងចុះមកនេះគឺសម្បត្តិលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង hotline 24ម៉ោងពេលបងមានបញ្ហាអ្វីហ្នឹងដូចជាមានឃើញគ្រោះថ្នាក់ចរាចរណ៍មានអគ្គិភ័យកើតឡើងមានក្មេងទំនើងវាយកាប់ចាក់នៅក្បែរគោលដៅបងនេះឬមួយក៏បត់អំពើផ្សេងកើតឡើងគឺបងខលទំនាក់ទំនងរាយការណ៍មកសមាជិកដើម្បីសមាជិកចុះអន្តរាគមឲ្យបានតាន់ពេលវេលាបងណាបាទហើយលេខទូរស័ព្ទមួយនេះជាលេខទូរស័ព្ទរបស់លោកអធិការផ្ទាល់ចំពោះ QR code នេះQR code មួយនេះជា QR code page Facebook របស់អធិការឋានហើយ QR code មួយនេះជា QR code ទីតាំងរបស់អធិការឋានណាបងបើមានជាពលរដ្ឋណាគាត់អត់ស្គាល់ទីតាំងអធិការឋានឲ្យគាត់ scan QR code មួយនេះបងណាបាទអញ្ចឹងខ្ញុំសូមអធិស្ឋានសូមបិទឡើងនេះបងណាបាទសម្រាប់ស្រួលបងពេលមានបញ្ហាអីបងស្រួលមើលបាទអញ្ចឹងភ្លាមបងតាក់ទងទៅលេខសមាជិកមកគេចុះមកភ្លាមតែម្ដងបាទជា sticker របស់ខាងអធិការខណ្ឌកំពតដែលលេខ hotline 24ម៉ោងលេខ hotline 24ម៉ោងដូចជាបញ្ជីផ្ទាល់មកខាងលោកអធិការខណ្ឌកំពតលោកហុងពិសិដ្ឋបានដែលបិទ sticker ដើម្បីប្រជាពលរដ្ឋបាទបងអធិស្ឋានសួរជាចំណាប់អារម្មណ៍ទីនៅពេលដែលឃើញកម្លាំងសមត្ថកិច្ចរបស់យើងគាត់ចុះមកធ្វើការណែនាំអញ្ចឹងយើងបាទមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយចិត្តបងហើយមានភាពកក់ក្ដៅបានបងសមាជិកគាត់ធ្វើអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តក៏មានភាពកក់ក្ដៅដែរបាទកន្លងមកបងលក់ដូរនៅក្នុងមូលដ្ឋានខាងលើនេះផ្ទាល់នៅលើផ្លូវជាតិលេខ3នេះផ្ទាល់តែម្ដងបងដែលធ្លាប់ឃើញមានបទល្មើសដូចជាក្មេងទំនើងដូចគេគាត់បានរៀបរាប់វិញគេច្រើនឃើញដែរហ្នឹងបងឃើញពីច្រើនក្មេងប្រហោះម៉ូតូផិតភ័យដែរតែពេលបានបងគាត់មកអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក៏ត្រជាក់ចិត្តដែរបាទឥឡូវគឺគាត់បានធ្វើការណែនាំហើយព្រោះនៅពេលដែលយើងឃើញហេតុការណ៍អីជាក់ស្ដែងបាទគឺយើងណាអាចតាក់ទងទៅកាន់កម្លាំងសមត្ថកិច្ច
បាទហ្នឹងលោកនឹងចុះមកដល់ទីតាំងកន្លែងកាត់ភ្លាមតែម្ដងបាទអរគុណមែនទែនបងបាទមិនដែរបងលួចដាច់អត់បងគូសំទៅបងហើយឃើញសមាជិកចុះមកច្រើនហ្នឹងមិនភ័យហ៎ ភ័យដែរបង ភ័យដែរបាទមិនភ័យ អត់ទៅមានរឿងអី សមាជិកគាត់មកជួយយើងណាបង បាទ បាទបងមកខាងគេមកបាទពឹងអាឆាបើលួសមាត់កេចចុះមកព្រាតបាទគាត់ប្រហែលគាត់ភ័យបាទ អធិស្ឋានបងជួយឡើងនេះតិចបងណា បាទ បាទរៀបសួរបង បាទបាទសួរ បាទខ្ញុំសមាជិកតំណាងមកពីអធិការឋាននគរបាលខណ្ឌកំបូរ បាទ ចុះមកនេះចុះមកបិទ sticker លេខទូរស័ព្ទ hotline 24ម៉ោងរបស់អធិការឋាន បាទ សម្រាប់ពេលដែលបងមានបញ្ហាត្រូវការជំនួយឲ្យសមាជិកចុះមកជួយអន្តរាគមន៍មកទាន់ពេលបងណា បាទ បាទលេខនេះគឺលេខ hotline 24ម៉ោង របស់អធិការឋានចំពោះ QR code ពីរនេះ QR code មួយនេះជា QR code page Facebook របស់អធិការឋាន បាទ បាទហើយ QR code មួយនេះជា QR code ទីតាំងរបស់អធិការឋានណាបង បាទ បើមានជាពលរដ្ឋណាគាត់អត់ស្គាល់កន្លែងទីតាំងអធិការឋានគាត់ scan QR code មួយនេះបងណាបាទហើយលេខទូរស័ព្ទនេះគឺលេខទូរស័ព្ទផ្ទាល់របស់លោកអធិការបាទអញ្ចឹងពេលដែលបងលក់ដូរនឹងមានហេតុការណ៍ឬមានបទល្មើសអីកើតឡើងដូចជាមានក្មេងទំនើងឬមួយបទល្មើសចោលឆក់អីហ្នឹងបងហើយមានអគ្គីភ័យហ្នឹងគឺបងខលរាយការណ៍ភ្លាមទៅសមាជិកបងណាដើម្បីឲ្យសមាជិកហ្នឹងគាត់ចុះមកអន្តរាគមន៍ឲ្យទាន់ពេលវេលាបងណាបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតសូមបិទនៅមុខទូបងមួយបងស្រួលដើម្បីបងពេលបងត្រូវការមើលអីគឺ បិទនៅកន្លែងបាទនៅក្បែរទៅស្រួលបាទពេលដែលបន្តយើងតាក់ទងមកខាងកម្លាំងសមាជិកមកលោកនឹងធ្វើការចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមបាទអញ្ចឹងគឺពិតជាល្អមែនទែនបាទហើយលើកទឹកចិត្តទៅដល់កម្លាំងសមាជិករបស់យើងមិនថានៅក្នុងរាជធានីភ្នំពេញឬមួយក៏នៅតាមបណ្ដាខេត្តទេបាទនៅតាមបណ្ដាខេត្តនៅតាមបណ្ដាប៉ុស្តិ៍ផ្សេងហ្នឹងគួរតែបាទធ្វើបែបនេះគឺពិតជាការល្អមែនទែនបាទព្រោះលឿនពេលខ្លះកម្លាំងពេលខ្លះគឺវិជាប្រដ្ឋរបស់យើងគឺគាត់ដឹងថាតាក់ទងទៅណាទៅណីទេប្រិមិត្តគាត់ដឹងទេគាត់ស្គាល់លេខសមាជិកបាទអញ្ចឹងគឺពិបាកនៅក្នុងការតាក់ទងខ្លាំងមែនទែនអញ្ចឹងគឺនៅក្នុងយុគនេះផ្ទាល់គឺអធិការខណ្ឌកំបូលបាទគឺលោកហុងពិសិដ្ឋបានបញ្ជាឲ្យខាងកម្លាំងរបស់លោកនឹងគឺធ្វើការចុះមកណែនាំវិជាប្រដ្ឋបាទនៅក្នុងការងាយស្រួលនៅក្នុងការតំណាក់តំណងមកកាន់ប្រព័ន្ធ hotline បាទទូរស័ព្ទដើម្បីឲ្យវិជាប្រដ្ឋងាយស្រួលនៅក្នុងការពេលដែលឃើញក្មេងទំនើងបាទឬមួយក៏បញ្ហាអសកម្មណាមួយផ្សេងភ្លើងឆេះផ្ទះអីផ្សេងតាក់ទងខាងកម្លាំងសមាជិកលោកនឹងចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមតែម្ដងបាទឥឡូវយើងមកជួបជាមួយនឹងបងប្រុសមិញភ័យឃើញសមាជិកចុះមកបាទឥឡូវក្រោយពីកម្លាំងសមាជិកចុះមកធ្វើការណែនាំទៅកាន់បងនៅពេលដែលមានបញ្ហាអ្វីមួយឲ្យធ្វើការតាក់ទងទៅកាន់កម្លាំងសមាជិកហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចដែរ មានអារម្មណ៍សប្បាយចិត្តណាបង សប្បាយចិត្តតែម្ដងបងណា បាទមានអារម្មណ៍កក់ក្ដៅព្រោះមានសមាជិកមកច្រើនអញ្ចឹងបង បាទបងបាទ បាទ មកនេះមិនមកអីមកគ្រាន់តែឲ្យយើងណែនាំឲ្យយើងនៅក្នុងការជួយតាក់ទងទៅកាន់កម្លាំងសមាជិកនៅពេលដែលយើងជាប្រជាប្រដ្ឋក្នុងនាមយើងជាប្រជាប្រដ្ឋហើយយើងឃើញហេតុការណ៍អីមួយយើងត្រូវតែតាក់ទងមកកាន់គាត់ហើយដើម្បីឲ្យគាត់ចុះមកទីតាំងកន្លែងភ្លាមដើម្បីក្តោបនៅសភាពការផ្សេងដូចជាមានក្មេងទំនើងចោលលួចចោលឆក់ចោលប្លន់វ័យអំពើហិង្សាផ្សេងអញ្ចឹងទៅបាទប្រិមិត្តហើយកន្លងមកបងដែលធ្លាប់មានឃើញបញ្ហាអសកម្មអីផ្សេងនៅលើផ្លូវជាតិលេខ3នេះទេដូចជាក្មេងទំនើងក្មេងអី ពីមុនមកមានតែពេលឥឡូវនេះខាងសមាជិកគាត់ចុះមកច្រើន បាទ អញ្ចឹងឥឡូវលែងសូវមានដូចមុន បាទនៅពេលដែលឃើញអញ្ចឹងបងមានបានតាក់ទងទៅកាន់កម្លាំងសមាជិកនៅពេលហ្នឹងអត់ទាន់មានលេខគាត់ អត់ពេលហ្នឹងអត់ដឹងទេ បាទអត់មានស្គាល់លេខគាត់ បាទអញ្ចឹងយើងជាប្រជាប្រដ្ឋយើងត្រូវតែមានលេខសមាជិកបាទនៅក្នុងដៃរបស់យើងនៅក្នុងមូលដ្ឋានណាយើងត្រូវតែមានលេខសមាជិករបស់យើងដើម្បីធ្វើការតាក់ទងបាទឥឡូវងាយស្រួលបងណាបាទលេខអត្តការបាទបើសិនជាបងចង់តាក់ទងអត្តការក៏បានលេខមានលេខមេប៉ុស្តិ៍បាទមានលុយណែនេះបាទអាយដាមសេនីតូហេងរតនាបាទមានគ្រប់តែម្ដងបាទហ្នឹងគឺអត់ពិបាកទេបាទបើទេទៅមេប៉ុស្តិ៍មិនលើកទេទៅអត្តការបាទបើទេទៅអត្តការមិនលើកទេទៅអាយដាមស្នងការទៅហ្នឹងបាទប្រិមិត្តទូទាំងជនបាទអរគុណមែនទែនបាទបងបាទចូលរួមបាទ បងយល់ចំណាដែរចំពោះការចុះអនុវត្តរបស់កម្លាំងសមាជិកខណ្ឌកំបូលទេបង បាទឃើញល្អបង ល្អបង វាកក់ក្ដៅដល់ខ្ញុំលក់ដូរយកប្រឡប់អញ្ចឹងបង បាទ អរគុណច្រើនដែរបង បាទអញ្ចឹងបងមានបញ្ហាឯសារក្រោយគឺស្រួលទេបាទលេខមកដល់ទូបងហ្វាច់គឺឃើញលេខសមាជិកនៅលើទូបងបាទ